ស្មើឥឡូវពេលយើងរាប់អានមនុស្សម្នាក់យើងត្រូវតែមើលបានដល់ព្រោះអីអ្នកខ្លះនៅខាងក្រោយផ្សេងនៅមុខផ្សេងអ្នកខ្លះនៅមុខយើងឃើញយើងជោគជ័យឃើញយើងបានអីអញ្ចឹងជួយត្រេកអរសាទរយើងប៉ុន្តែនៅក្រោយខ្នងបែកនិយាយផ្សេងចេញមកផ្សេងអញ្ចឹងប៉ុន្តែសម្រាប់ខ្ញុំម្យ៉ាងដែរខ្ញុំជួបមនុស្សដែលល្អមនុស្សជុំវិញខ្លួនខ្ញុំច្រើនតែលើកទឹកចិត្តឲ្យកម្លាំងចិត្តខ្ញុំហើយជួយសាទរអីដែលខ្ញុំបានអីដែលខ្ញុំជោគជ័យអញ្ចឹងចាំមិនថាទោះយើងមានមិត្តតិចក៏ដោយប៉ុន្តែអ្នកដែលនៅក្បែរយើងគឺគេតែងតែលើកទឹកចិត្តជួយគ្រប់គ្រងនៃការជោគជ័យរបស់យើងអញ្ចឹងទោះយើងមានមិត្តតិចក៏យើងអាចថាមានសុភមង្គលមានសុខភាពផ្លូវចិត្តដែរអញ្ចឹងបើចាំព្យាយាមផ្គប់ចិត្តអ្នកផ្សេងដើម្បីឲ្យគេមកចូលចិត្តមករាប់អានយើងទេសំខាន់យើងខ្លួនឯងធ្វើឲ្យតែខ្លួនឯងល្អឥតខ្ចោះទៅបានហើយយើងកុំព្យាយាមទៅផ្គប់ចិត្តអ្នកដទៃពួកអីពិបាកយើងរស់នៅដោយខ្លួនឯងមិនស្រួល